ថ្ងៃនេះខ្ញុំនឹងធ្វើម្ហូបត្រីបារាម៉ាចំហុយជាមួយពងទាគ្រឿងផ្សំសំខាន់គឺសាច់ជ្រូកចិញ្ច្រាំជាមួយត្រីបារាម៉ានិងពងទាចំពោះត្រីបារាម៉ាគឺត្រូវយកទៅចំហុយម្ដងសិនដើម្បីឲ្យវាឆ្អិនល្អនិងកាត់បន្ថយការមានក្លិនឆ្អាបបន្ទាប់មកខ្ញុំយកតែសាច់ត្រីទុកសម្រាប់លាយជាមួយសាច់ជ្រូកចិញ្ច្រាំដាក់គ្រឿងផ្សំអំបិលបន្តិចស្ករបន្តិចទឹកត្រីដាក់ក៏បានអត់ក៏បានព្រោះដាក់យកក្លិនប៊ីចេងបន្តិចសូមប្រយ័ត្នចំពោះគ្រឿងផ្សំកុំដាក់ច្រើនពេកព្រោះត្រីមានរសជាតិប្រៃស្រាប់ហើយលាយវាបញ្ចូលចូលគ្នាឲ្យបន្ទាប់មកយកវាទៅចំហុយកុំភ្លេចដាក់ពងមាន់ផ្នែកពណ៌លឿងពីលើបន្ទាប់ពីចំហុយបានរយៈពេល25នាទីរួចបន្តចំហុយវាប្រហែលជា5នាទីឬ10នាទីទៀតនឹងរួចរាល់រួចរៀបចំឡាងបន្លែឲ្យស្អាតហើយហាន់បន្លែចំពោះបន្លែអាចរៀបចំប្រភេទណាដែលបងប្អូនចូលចិត្តបានសូមអរគុណសម្រាប់ការទស្សនាកុំភ្លេចចុច Subscribe និង Like ដើម្បីទទួលបានវីដេអូថ្មីនិង Comments ខាងក្រោមវីដេអូសម្រាប់មិត្តរិះគន់ដីល្បីស្ថាបនា